សួស្តីបងប្អូនទាំងអស់គ្នាត្រូវតាមមិនទាន់ទេឥឡូវខ្ញុំតាមទាន់នេះចាដើម្បីថា25,000គឺធ្វើម្ហូបបាន20មុខមកបែប20មុខគេ20នាក់បងប្អូនចានេះសាច់ហើយស្គីបងប្អូនចានិយាយទៅ25,000ទេតែធ្វើម្ហូបបានសម្រាប់20នាក់បងប្អូនគាត់តែរៀនធ្វើតាមហ្នឹងណានិយាយមែនមិនងាយទេចាមិនងាយទេដែល25,000ហើយធ្វើម្ហូបបានសម្រាប់មនុស្ស20នាក់ហើយសំខាន់ត្រង់ថាសាឡុំមកជួបផលិតថៃចង់ទៀតទេបងអូនចាសាឡុំជួបថៃចង់ទៀតឲ្យបងប្អូនគិតមើលថាតែសាររងៃថៃចង់1គីឡូមែនហើយសម្រាប់20នាក់បងអូនចា20នាក់មិនមែននេះអេសម្បីតែទិញថៃចង់1គីឡូសម្រាប់តែ2 3នាក់មិនចាំគ្រប់គ្នាផងហើយនេះលេងសិតតា25,000ហើយធ្វើម្ហូបសម្រាប់20នាក់សំខាន់មានសាឡុំជួបថៃចង់បងប្អូនអញ្ចឹងខ្ញុំជឿថាបងប្អូនដឹងហើយថាថៃចង់មិនថោកទេចាចាំបងប្អូនដើរផ្សារហងៃគឺដឹងហើយថាថៃចង់ថ្លៃមិនបងអូនចាថៃចង់1គីឡូ30000ទៅ40000អាចចំធំទៀត1គីឡូ30000ជាងទៅ40000បងអូនចាមែន12000ទិញបាននេះណាចាតែមកខ្ញុំដាច់ចិត្តហ៊ានទិញថៃចង់ម្ដងបងប្អូនគេគិតណាព្រោះបងប្អូនគិតមើល1គីឡូបានតែតិចញៀមចាហើយបើទិញកន្លះគីឡូពីណានិយាយគាត់ស្ដាប់ទៅពីណាស៊ីពីណាអត់ចឹងណានិយាយទៅអីខ្លាំងផងណា25,000ធ្វើម្ហូបបាន20នាក់នេះបើសិនជាមានបន្លែមានអីខ្លួនឯងហើយនេះបើសិនជាមានបន្លែខ្លួនឯងដាំទៀតទេបងអូនចាមានបន្លែមានអីដាំខ្លួនឯងទៀតសង្ស័យតែចំណាយអត់ដល់25,000ហ្នឹងឯងបងប្អូនចាប្រហែលជាអស់តែ10000នេះមើលទៅអើយបងអូនឯងចាខ្ញុំលើហើយខ្ញុំមានអារម្មណ៍ថាវ៉ាវមែនតែនហ្មងណាសម្រាប់ខ្ញុំរងថ្ងៃខ្ញុំធ្វើម្ហូបធ្វើបាយធ្វើទឹកបងប្អូនចាអើយមកចាំខ្ញុំនិយាយបងប្អូនហូបពីដឹងហើយមួយថ្ងៃយើងត្រូវចំណាយមែនគ្រាន់តែម្ហូបបាយទឹកហើយចំនួនមនុស្សដែលយើងធ្វើហូបប្រថ្ងៃក៏មិនដល់20នាក់ដែរប៉ុន្តែដូចជាអត់បានដូចជាចឹងសោះតែពេលខ្ញុំឆ្លងខ្លួនឯងដែរ25,000ហ្នឹងគេអាចគ្រប់គ្រងបានដល់តែ20នាក់ហើយចុះចំណាយខ្ញុំមិនបាញ់ខ្ញុំអត់អាចធ្វើបានដូចជាចឹងអូបងប្អូនអញទៅខ្ញុំលើហើយគឺថាតសាមិនបានចាអត់តសាមិនបានល្អតសាអត់មិនដែរ